chia po thôi mà chia đai dương mà nước dương aiធ្វើបានទេគាត់មានតែតួអារម្មណ៍ថាម៉ូតមួយហ្នឹងពណ៌មួយហ្នឹងគឺមានតែគាត់ពេកឯងខ្ញុំក៏បានស្រាវជ្រាវតាមក្បួនវិទ្យាសាស្ត្រចង់ដឹងថាស្នេហ៍នេះវាមានសារជាតិអីខ្លះមានសារជាតិជួយបន្សាបជាតិពុលរំលាយជាតិខ្លាញ់ហើយបំបត្តិក្តៅក្នុងទៀតកំហុសធំបំផុតរបស់ខ្ញុំគឺខ្ញុំអត់ព្រមជួយគ្រួសារខ្ញុំតាំងពីដំបូងគិតមើលខ្ញុំធ្វើតាំងពីឆ្នាំ2003រហូតដល់2018បានខ្ញុំជួយធ្វើទីផ្សារឲ្យគាត់អញ្ចឹងវាជាកំហុសមែនតើដែលគំនិតទាំងអស់នេះវាបានផ្សព្វផ្សាយដល់ប្រជាជនយើងទាន់ពេលវេលាកំហុសជាចំណូលកំហុសគឺជាមេរៀនកំហុសគឺជារបស់ដែលមានតម្លៃខ្ញុំនឹងដើរប្រមូលកំហុសនៅក្នុងការរស់ស៊ីយកមកបង្ហាញទៅដល់អ្នកជំនាន់ក្រោយរៀនពីកំហុសឲ្យបានច្រើនអ្នកនឹងបានចំណូលច្រើនខ្ញុំបាទសំកសលស្វាគមន៍មកកាន់កម្មវិធីកំហុសខ្ញុំបង្កើនការលក់ 20% ជាមួយនឹង K-Store App by BZWiser Digital Loyalty Program ដែលផ្ដល់មុនស្នេហ៍ទៅដល់អតិថិជនរបស់អ្នកលក់ទំនិញតាម K-Store App ដែលមិនអស់កម្រៃជើងសារសូម្បីតែ1សេនចង់លក់ដាច់ត្រូវតែលក់ជាមួយ K-Store App សាប៊ូក្លិនផលិតដោយកូនខ្មែរស្តង់ដារអន្តរជាតិសាប៊ូក្លិនពណ៌ខៀវកម្ចាត់អង្គែអស់គ្មានសល់កាត់បន្ថយការរលាកហើយវាធ្វើឲ្យត្រជាក់ស្បែកក្បាលជួយឲ្យសរសៃសក់យើងនឹងរឹងមាំនិងមានសុខភាពល្អសាប៊ូក្លិនជានិមិត្តរូបផលិតផលជាតិយើងហើយផលិតផលយើងផលិតមិនចាញ់ផលិតផលនាំចូលទេអញ្ចឹងនាំគ្នាគាំទ្រផលិតផលជាតិយើងទាំងអស់គ្នាចាជំរាបសួរនាងខ្ញុំឈ្មោះគួនចន្ទាជាអ្នកគ្រប់គ្រងអាជីវកម្មសុមនីផលិតផលស្នេហ៍ចាបើយើងនិយាយពីចាប់ផ្ដើមកែច្នៃនោះតាំងពី2003មកម្លេះអញ្ចឹង20ឆ្នាំជាង22ឆ្នាំហើយវាទីដំបូងឡើងគឺយើងប៉ះពាល់នឹងបញ្ហាដោយសារផ្ទះរបស់យើងគឺនៅកន្លែងដែលគេចិត្តកន្លែងដែលគេចម្អិនម្ហូបអាហារគឺជាស៊ុបគោអញ្ចឹងណាហើយរបស់អស់ទាំងហ្នឹងមានកាកសំណល់ដូចជាក្បាលដូចជាស្នែងដូចជាឆ្អឹងអីត្រូវបានគេគោទុកចោលហើយយើងអ្នកផ្ទាល់ហ្នឹងយើងប៉ះពាល់ហ្នឹងគឺវាមានក្លិនហើយវាមានឡើងជាសត្វល្អិតហើយសត្វល្អិតហ្នឹងនៅពេលដែលវាដុះស្លាប់ឡើងមកទុំលើស្បែកយើងហ្នឹងវាធ្វើឲ្យលមាស់ទៀតអញ្ចឹងហើយបានយើងមានកំណត់ចង់កែច្នៃវាមុនដំបូងឡើងយើងក៏អត់មានថាគិតថាធ្វើរបរនឹងដែរតែយើងបានត្រឹមថាយើងយកវាមកលាងសម្អាតហើយទុកលើធ្នើរដែលត្រឹមត្រូវកុំឲ្យវាមានក្លិនតែប៉ុណ្ណឹងតែនៅពេលដែលយើងប្រមូលបែបហ្នឹងយូរទៅវាកាន់តែច្រើនទៅដែលធ្វើឲ្យយើងសឹងតែចង់និយាយថាវាឆ្អៀតទៅរកកន្លែងទុកអត់បានណាអញ្ចឹងយើងគិតថាយើងគួរតែធ្វើម៉េចដើម្បីបង្កើតវាឲ្យវាមានឲ្យវាបញ្ចេញរបស់អស់ហ្នឹងឲ្យបានហើយបង្កើតការងារឲ្យយើងធ្វើរាល់ថ្ងៃបានដូច្នេះហើយបានជាគ្រួសារខ្ញុំហ្នឹងគាត់ទៅរៀនជំនាញច្នៃស្នែងហ្នឹងឡើងចាអ្នកទាំងអស់គ្នាដែលគិតទេថារបស់ចោលហ្នឹងគឺមានតម្លៃសម្រាប់ខ្ញុំគឺវាមានតម្លៃខ្លាំងណាស់ព្រោះស្នែងទី1វាជាធម្មជាតិចាវាមានសារជាតិគីមីទេហើយស្នែងវាជាកម្លាំងអូនធ្លាប់ឃើញស្នែងនៅពេលដែលវាជុលគ្នាហើយនៅពេលដែលវាលំគោះស្នែងហ្នឹងចេញពីក្បាលរបស់វាហ្នឹងគឺគោឬក្របីមួយហ្នឹងគឺវាអត់មានកម្លាំងទេទុនផ្លប់ខ្លាចគេតែម្ដងអញ្ចឹងហើយវាជាកម្លាំងមួយដែលជួយឲ្យគោក្របីហ្នឹងគឺអាចដំណើរការទៅមុខបន្ថែមទៀតចាអញ្ចឹងវាជាកម្លាំងហើយនៅពេលដែលយើងយកមកឆ្នៃនេះយើងក៏បានស្រាវជ្រាវផងដែរថាស្នែងនៅពេលដែលប៉ះស្បែករបស់យើងគឺវាបង្កើតបានជាសារធាតុអាកាឡាំងដែលធ្វើឲ្យយើងខ្លាំងហើយរឹងមាំហើយខ្ញុំក៏បានស្រាវជ្រាវតាមក្បួនវិទ្យាសាស្ត្រចង់ដឹងថាស្នែងនេះវាមានសារជាតិអីខ្លះអញ្ចឹងនៅពេលដែលយើងយកមកគឺវាអាចពិសោធន៍មើលនឹងការប្រើប្រាស់របស់យើងគឺវាមានសារជាតិជួយបន្សាបជាតិពុលរំលាយជាតិខ្លាញ់ហើយបំបត្តិក្តៅក្នុងទៀតចឹងហើយបានជាយើងឃើញគ្រូខ្មែរពីដើមឥឡូវក៏នៅតែមានដែរតែងតែយកស្នែងហ្នឹងដុសជាមួយនឹងទឹកអង្ករឲ្យអ្នកកូនខ្ចីទាស់កូនខ្ចីអីផឹកអ្នកក្តៅខ្លួនអីហ្នឹងផឹកចាដោយសារវាមានសារជាតិហ្នឹងគ្រាន់តែពីដើមមកគឺពួកគាត់ធ្វើតាម
ពុកម្ដាយរបស់គាត់ចាស់ដែលគាត់ធ្វើចាតែឥឡូវនេះគឺយើងស្រាវជ្រាវទៅឃើញពិតមែនហើយពីដើមមកគឺគាត់ដែលមានកំណត់ត្រាទុកជាសភៅជាអីសម្រាប់ឲ្យក្មេងៗជំនាន់ក្រោយដឹងទេគាត់គ្រាន់តែធ្វើតាមគ្នាចាតែយើងឥឡូវនេះយើងអាចពិសោធន៍ប្រើខ្លួនឯងហើយយើងក៏មានដំណាស់តំណាងពីខាងក្រៅប្រទេសមកវិញដែលគេបានស្រាវជ្រាវឃើញថាមានសារជាតិបែបហ្នឹងមែនចាដូចខ្ញុំជម្រាបពីដំបូងអញ្ចឹងស្នែងគឺធម្មជាតិអញ្ចឹងគ្រប់ស្នែងទាំងអស់គឺវាមានរូបមានរាងមានពណ៌តសៃរបស់វាគឺខុសគ្នាទាំងអស់អញ្ចឹងនៅពេលដែលអ្នកបានប្រើផលិតផលដែលកែច្នៃអំពីស្នែងនេះគឺបង្កើតនៅភាព unique របស់អ្នកតែម្ដងឧទាហរណ៍ដូចបតោងខ្សែកនេះខ្ញុំធ្វើរាងព្រះច័ន្ទចាប៉ុន្តែព្រះច័ន្ទរបស់ខ្ញុំមានរូបគំនូរដែលអត់មានព្រៀងទុកព្រោះហេតុអីស្នែងនេះគឺប្រៀបបាននឹងជីវិតរបស់សត្វនឹងមួយដែលគាត់បានជួបឧបសគ្គទៅជុលទៅបុកបង្កើតមានពណ៌នឹងឡើងចាអញ្ចឹងខ្ញុំតែងតែច្នៃរបស់នឹងឡើងនោះដើម្បីទុកភាពសម្គាល់ចង់និយាយថាអនុស្សាវរីយ៍ដែលសត្វនឹងវាជួបប្រទះជាមួយនឹងមនុស្សដែលគាត់បានពាក់របស់នឹងដែលអត់មានពីរអញ្ចឹងហើយគាត់ទទួលបានអារម្មណ៍ថាគាត់ពាក់ហើយអត់មានណាគេពាក់ដូចគាត់ទេហើយរបស់អស់ហ្នឹងវាជាធម្មជាតិទៀតដែលអត់មានប៉ះពាល់ដល់គាត់ទេមានតែជួយគាត់ចាឲ្យគាត់ខ្លាំងឲ្យគាត់រឹងមាំចាព្រោះសត្វគាត់អាចជួបឧបសគ្គគាត់អាចជំនះអស់នឹងបានឬអីយើងជាមនុស្សយើងធ្វើអត់បានចាតែវាមានច្រើនមែនតែនឧទាហរណ៍ដូចខាងនេះអញ្ចឹងខាងនេះគឺដាមមកគឺពណ៌ខ្មៅទេតែគាត់យើងចេញមកម្ខាងទៀតវាទៅជាពណ៌ផ្សេងចាហើយយើងអត់នឹកស្មានដល់ថាវាមានពណ៌បែបហ្នឹងចាហើយរបស់អស់ហ្នឹងគឺយើងធ្វើអត់បានទេសម្រាប់ក្នុងស្រុកខ្ញុំអាចនិយាយថាមិនមានគេធ្វើទេប៉ុន្តែបើនៅក្រៅប្រទេសគឺមានដែរអូនមានចាពួកគាត់ក៏កែច្នៃស្នែងដែរតែភាគច្រើនគាត់ធ្វើដូចជាពិព័រណ៍បច្ចេកវិទ្យានិងយានយន្តដែលប្រមូលផ្ដុំទៅដោយវេទិកាលក់គ្រឿងអេឡិចត្រូនិកដ៏ធំប្រចាំឆ្នាំនឹងធ្វើឡើងនៅថ្ងៃទី7និង8ខែមិថុនាឆ្នាំ2025នៅក្នុងផ្សារទំនើបជីបម៉ុង 2.1 មេហ្គាម៉លនេះគឺជាឱកាសរបស់លោកអ្នកដើម្បីឃើញនិងទិញផលិតផលអេឡិចត្រូនិកដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ពីម៉ាកល្បីៗជាច្រើននៅក្នុងតម្លៃមិនធ្លាប់មានមិនថាអ្នកកំពុងស្វែងរកទូរស័ព្ទដៃទំនើបកុំព្យូទ័រយួរដៃដែលមានថាមពលខ្លាំងឧបករណ៍ឆ្លាតវៃសម្រាប់ផ្ទះរបស់លោកអ្នកនឹងឃើញអ្វីដែលអ្នកត្រូវការនៅទីនោះកុំឲ្យខកខានឱកាសដ៏ពិសេសនេះចូលរួមជាមួយនឹងយើងនៅក្នុងពិព័រណ៍បច្ចេកវិទ្យានិងយានយន្ត2025នៅផ្សារទំនើបជីបម៉ុង 2.1 មេហ្គាម៉លពែងទឹកចាពែងទឹកប៉ុន្តែឬពែងទឹកឬមួយក៏ស្នែងហ្នឹងក៏ដាក់តង្គូធ្វើស្នែងបូមចង់ថាបូមខ្យល់អូនប្រាប់គេហៅជប់ខ្យល់ហ្នឹងគាត់ធ្វើបែបហ្នឹងជប់ខ្យល់ធ្វើកែវធ្វើក្រាស់និយាយទៅភាគច្រើនគឺគាត់ធ្វើតែរបស់ប្រើប្រាស់ទេគាត់អត់សូវធ្វើជាគ្រឿងអលង្ការទេចាតែសម្រាប់ខ្ញុំកែច្នៃមកធ្វើជាគ្រឿងអលង្ការព្រោះទី1ខ្ញុំចង់ឲ្យអ្នកប្រើហ្នឹងគាត់បានភាព unique នៃពណ៌របស់ស្នែងទី2ទៀតគាត់ក៏បានជួយជាកម្លាំងដល់គាត់ផងដែរអញ្ចឹងហើយបានជាយើងច្នៃជាគ្រឿងអលង្ការដើម្បីឲ្យគាត់អាចពាក់នៅនឹងតាមខ្លួនរបស់គាត់បានចាខ្ញុំពីមុនមកជាគ្រូពេទ្យចាផ្នែកសម្ភពនិយាយទៅវាខុសគ្នាដាច់ជាមួយនឹងអាជីវកម្មនេះតែម្ដងប៉ុន្តែបទពិសោធន៍ជីវិតបានបង្រៀនយើងថាយើងធ្វើជាគ្រូពេទ្យយើងអាចជួយអ្នកដទៃបានហើយចុះគ្រួសាររបស់យើងហេតុអីយើងជួយអត់បានចាហើយគ្រួសាររបស់យើងហ្នឹងក៏មិនមែនគាត់ជួយតែខ្លួនគាត់ទេគាត់បានជួយម្នាក់ដែលនៅជុំវិញគាត់បានថែមទៀតអញ្ចឹងហើយបានជាយើងព្យាយាមដើរផ្លូវជាមួយគ្នាដោយគាត់ជាអ្នកផលិតគ្រួសារខ្ញុំជាអ្នកផលិតខ្ញុំជាអ្នកដើរទីផ្សារចាពេលដែលចាប់ដើមដំបូងហ្នឹងនិយាយអស់ទៅគឺសូម្បីតែគ្រួសារឪពុកម្ដាយរបស់ខ្ញុំក៏គាត់អត់គ្រប់គ្រងដែរគាត់ថាជារបស់ហ្នឹងរបស់គេបោះចោលទេមានក្លិនហើយមានសត្វល្អិតទៀតហើយយកមកធ្វើអីយកមកដាក់ផ្ទះធ្វើអីគាត់បន្ទោសយើងអញ្ចឹងហើយគាត់ថាមើលឆ្អៀតពេញផ្ទះអស់ហើយគ្មានកន្លែងដើរទេតែនៅពេលដែលពួកខ្ញុំច្នៃហើយគាត់មានអារម្មណ៍ប្លែកវិញគាត់ថារបស់ហ្នឹងបើពេលច្នៃហើយស្អាតម្លេះស្អាតដែលអត់ដូចគ្នាថែមទៀតអញ្ចឹងពីចំណុចត្រង់ហ្នឹងហើយដែលខ្ញុំចង់ផ្ដល់សារទៅអ្នកទាំងអស់គ្នាថារបស់ដែលអ្នកទាំងអស់គ្នាបោះចោលពិតជាមានតម្លៃសូមយកចិត្តទុកដាក់ពីរបស់ដែលយើងបានទុកចោលតើការដែលយើងបោះចោលអស់ទាំងហ្នឹងវាមានផលប៉ះពាល់ដល់អ្នកណាខ្លះអ្នករស់នៅជុំវិញខ្លួនរបស់យើងខ្លះណាខ្លះដែលប៉ះពាល់នឹងយើងហើយខ្ញុំក៏ចង់ឲ្យរបស់អស់ហ្នឹងគឺមានតម្លៃពីមុនមកស្នែងគឺគេកវត្តចោលគេដុតចោលតែឥឡូវគឺពួកគាត់បដូរមក
ទុកដាក់បានត្រឹមត្រូវហើយប្រមូលលក់ឲ្យពួកខ្ញុំទៀតដោយសារហេតុអីដោយសារតែយើងឆ្នៃឲ្យមានទីផ្សារនៅពេលដែលមានរបស់នឹងមានតម្លៃគឺគេឲ្យតម្លៃហើយគឺរបស់ហ្នឹងគឺលែងស្អុយលែងឲ្យលួយលែងជាបញ្ហាដល់អ្នកនៅជុំវិញយើងទៀតហើយវាទៅជាមានប្រយោជន៍ដែលបង្កើតបានជាប្រាក់ចំណូលដើម្បីចិញ្ចឹមជីវភាពយើងបានថែមទៀតនិយាយទៅខ្ញុំប្រមូលគ្រប់ខេត្តចាក្នុងនៅស្រុកខ្មែរនេះយើងប្រមូលទាំងអស់ដោយសារកន្លែងដែលគេនិយាយទៅថាប្រជាជនយើងគឺញ៉ាំសាច់អញ្ចឹងក្នុងប្រទេសគឺសិតតែសល់នៅស្នែងនៅសល់ឆ្អឹងនឹងទាំងអស់អញ្ចឹងហើយបានជាយើងអាចប្រមូលបានទាំងអស់ចាមានស្នែងគោនិងស្នែងក្របីតែយើងមិនមែនឆ្នៃទាំងស្នែងគោស្នែងក្របីទេសូម្បីតែឆ្អឹងសូម្បីតែកញ្ចក់ហ្នឹងក៏យើងអាចឆ្នៃបានដែរយើងឆ្នៃជាគ្រឿងអលង្ការជារបស់ប្រើប្រាស់និងគ្រឿងតាំងលម្អផ្ទះហើយយើងដឹងស្រាប់ហើយគ្រឿងអលង្ការមានខ្សែកអញ្ជៀនកវិលកងដៃខ្សែដៃអីចឹងទៅហើយរបស់ប្រើប្រាស់មានបតោងសោអ្នកអេសខ្នងអ្នកសុកបជើងឃ្លប់សេនកុកខ្យល់សេនម៉ាសាចានិយាយទៅមានច្រើនហើយរបស់តាំងផ្ទះក៏យើងមានដែរជាស្នែងគូស្នែងខ្លុំចាឆ្នៃស្នែងឆ្នៃបានច្រើនសូម្បីតែស្នែងនេះធ្វើជាឧបករណ៍ភ្លេងក៏យើងអាចឆ្នៃបានដែរចាមិនត្រឹមតែរបស់ប្រើប្រាស់របស់គ្រឿងអលង្ការឬរបស់តាំងផ្ទះទេឃើញទេហើយខ្ញុំចង់លើកកវលនេះឲ្យអ្នកទាំងអស់គ្នាមើលចាឃើញពណ៌របស់ស្នែងឃើញពណ៌វាខុសៗគ្នាដោយសារអីទោះបីជាម៉ូតហ្នឹងខ្ញុំធ្វើមកមាន5គូក៏ប៉ុន្តែពណ៌ទាំង5ហ្នឹងគឺខុសគ្នាទាំងអស់ខ្ញុំពិបាកមែនតើក្នុងការធ្វើរ៉ូសពណ៌ឲ្យដូចគ្នាកវលសំបីតែមួយគូហ្នឹងរ៉ូឲ្យដូចគ្នាក៏ពិបាកដែរមិនថាច្រើនគូទេអញ្ចឹងហើយបានខ្ញុំធ្វើអត់ធ្វើម៉ូតហ្នឹងអត់ធ្វើច្រើនទេដោយសារទី1យើងពិបាករកពណ៌ទី2យើងពិបាករករាងហើយពណ៌អស់នេះគឺមកខុសៗគ្នាទាំងអស់រាងក៏មកខុសៗគ្នាដែរអញ្ចឹងហើយយើងឆ្នៃម៉ូតក៏ខុសៗគ្នាដែរអត់ដូចគ្នាទេនេះស្នែងតាំងផ្ទះចាស្នែងតាំងផ្ទះនេះយើងធ្វើមកឃើញអូនឃើញឯងរៀងវាមកខុសគ្នាពណ៌ក៏ខុសគ្នាតែខ្សែស្នែងមកដោះមកក៏ខុសគ្នាដែរអញ្ចឹងស្នែងមួយគូគឺមួយគូហើយចានេះក៏ស្នែងដាក់តាំងផ្ទះដែរតែហេតុអីពណ៌វាខុសគ្នារៀងវាខុសគ្នាឃើញទេចាវាទៅជាតប៉ែតវាទៅជាវែងវាទៅជាស្រួចអីហ្នឹងគឺតាមធម្មជាតិរបស់វាតែម្ដងអាចស្តៀងតែឲ្យដូចហ្មងគឺអត់មានដូចទេសូម្បីតែស្នែងមួយគូគ្នាវាហ្នឹងណាក៏ចលីគ្នាដែរអត់មានដូចគ្នាទេចារាល់ថ្ងៃនេះយើងមានទាំងភ្ញៀវខ្មែរទាំងភ្ញៀវបរទេសគ្រាន់តែភ្ញៀវបរទេសឥឡូវរៀងស្បើយហើយដោយសារខាងក្រៅហ្នឹងគឺគាត់សេដ្ឋកិច្ចរបស់គាត់ហ្នឹងរៀងយ៉ាប់ដែរអញ្ចឹងទៅធ្វើឲ្យពួកគាត់មានការកំងពីពួកខ្ញុំហ្នឹងតិចតួចចាអត់ច្រើនដូចមុនទេហើយឥឡូវនេះគឺខ្ញុំដើរភ្ញៀវខ្មែរព្រោះចង់ឲ្យភ្ញៀវខ្មែរហ្នឹងដឹងស្គាល់ច្បាស់មែនតើព្រោះបញ្ហាដែលកើតនេះគឺនៅកើតនៅក្នុងស្រុកខ្មែរអញ្ចឹងខ្ញុំចង់ដោះស្រាយបញ្ហានៅក្នុងស្រុកខ្មែរសូមតែឲ្យតែប្រជាជនខ្មែរគាត់យល់ដឹងពីរបស់ដែលគាត់បោះចោលរបស់ដែលគាត់ទុកចោលនេះក៏ខ្ញុំសប្បាយចិត្តដែរព្រោះរបស់អស់នេះសិតតែមានតម្លៃបើយើងកាយឆ្នៃយើងចេះទុកដាក់វាត្រឹមត្រូវវានឹងបង្កើតជាថាវិការអាចចិញ្ចឹមយើងបានទៀតអញ្ចឹងយើងគួរគិតពីចំណុចត្រង់ហ្នឹងមានតែយើងធ្វើទេខ្លួនយើងចាប់ដើមធ្វើខ្លួនយើងទេដែលអាចជួយដោះស្រាយបានបើយើងចាំឲ្យអ្នកដទៃមកជួយដោះស្រាយឲ្យយើងគឺកម្រហើយយូរណាស់តែបើយើងដោះស្រាយខ្លួនយើងគឺវាបានផ្ទាល់ហើយយើងដឹងទាំងអស់ចង់និយាយថាពីសង្វាក់ផលិតកម្មពីការរៀបចំពីការអីចឹងណាចាយូរបើនិយាយថាពីដើមរហូតដល់ចប់គឺយូរមែនតើឧទាហរណ៍គ្រាន់តែខ្ញុំយកស្នែងមកសម្អាតយើងដុសទាំងក្នុងទាំងក្រៅ5ថ្ងៃ5អីហ្នឹងក៏ចូលចង់កន្លះខែទៅហើយចាតោះតែស្អាតលែងមានក្លិនបានខ្ញុំយកដាក់លើឃ្លាំងខ្ញុំចាហើយដល់ពេលដែលភ្ញៀវគាត់ចាប់ដើមកំងបានយើងទៅរើសស្នែងហ្នឹងមករើសស្នែងហ្នឹងតើស្នែងហ្នឹងវាត្រូវនឹងរៀបដែលយើងត្រូវការអត់ព្រោះស្នែងមិនមែនថាគ្រប់ស្នែងទាំងអស់ធ្វើបានទាំងអស់ទេអត់ទេអញ្ចឹងស្នែងមួយគឺនឹងរៀងហ្នឹងគឺធ្វើបានតែកងដៃឬស្នែងមួយហ្នឹងរៀងហ្នឹងធ្វើបានតែអញ្ជៀនអញ្ចឹងយើងយកមកឆ្នៃរបស់អស់ហ្នឹងអញ្ចឹងយើងត្រូវរកស្នែងសិនរកស្នែងហ្នឹងតើវារៀងហ្នឹងត្រូវទេអាយុកាលផលវាហ្នឹងអាចមាំជាមួយនឹងអាវត្ថុដែលយើងធ្វើហ្នឹងទេហើយពណ៌របស់វាហ្នឹងស្អាតទេតោះយើងរើសអាហ្នឹងហើយយើងមានថាចង់ថាយើងមានគំនិតសិល្បៈនៅក្នុងហ្នឹងបានយើងអាចឆ្នៃចេញមកវាបានហើយដល់ពេលដែលចេញមកហើយយើងឃើញវាស្រស់ស្អាតបែបធម្មជាតិហើយគឺអត់មានដូចគេទេអត់មានដូចគ្នាទេចាហើយមាំទៀតនៅពេលដែលយើងចេះតែយកទៅមកឆ្នៃចេះតែកាត់ចេះតែដល់ពេលយកមកឆ្នៃមកប្រើអត់កើតក៏វាអត់មានតម្លៃដែរចាអញ្ចឹងហើយបានពួកខ្ញុំ
ចំណាយពេលច្រើនក្នុងការឆ្នៃវាចាតម្លៃផងខ្ញុំដែលខ្ញុំឆ្នៃរាល់ថ្ងៃនេះគឺយើងគិតទៅលើកម្លាំងពលកម្មអញ្ចឹងយើងតម្លៃគឺចាប់ពី$3ឡើងទៅអូន12000ឡើងចាសម្រាប់ខ្ញុំកំហុសធំបំផុតរបស់ខ្ញុំគឺខ្ញុំអត់ព្រមជួយគ្រួសារខ្ញុំតាំងពីដំបូងគិតមើលខ្ញុំធ្វើតាំងពីឆ្នាំ2003រហូតដល់2018បានខ្ញុំមកជួយធ្វើទីដើរលក់ជួយធ្វើទីផ្សារឲ្យគាត់អញ្ចឹងវាជាកំហុសមែនតែនដែលគំនិតទាំងអស់នេះវាបានផ្សព្វផ្សាយដល់ប្រជាជនយើងទាន់ពេលវេលាចាជាចុងក្រោយនេះខ្ញុំសូមអរគុណដល់ភ្ញៀវខ្មែររបស់យើងមែនតែនដែលគាត់បានជួយគាំទ្រដែលគាត់ស្រឡាញ់នៅការភាពច្នៃប្រឌិតរបស់ពួកយើងចាហើយខ្ញុំក៏សូមទទូចសូមឲ្យអ្នកទាំងអស់គ្នាយល់ដឹងពីរបស់ដែលអ្នកបោះចោលសូមផ្ដល់តម្លៃនៅអ្វីដែលនៅជុំវិញខ្លួនរបស់យើងមិនថាជាមនុស្សរបស់ឬក៏អ្វីទេវាសិតតែជាមានតម្លៃឲ្យតែយើងច្នៃវាឲ្យអស់ពីលទ្ធភាពចាហើយវាបានបង្កើតអ្វីដែលធំបំផុតនោះគឺក្តីសុខមកដល់យើងតែម្ដងឥឡូវឧទាហរណ៍សម័យមើលបើសិនជាមានគំនរសម្រាប់មួយដែលមានក្លិនមិនល្អហើយអ្នកគិតថាអ្នកដើរចេញទៅហើយអ្នកត្រឡប់មកវិញនៅកន្លែងដដែលតើវាអាចដោះស្រាយបញ្ហានឹងបានទេមិនបានទេតែបើអ្នកទាំងអស់គ្នាចាប់យកដៃយកមករើសយកមកកែច្នៃយកមកចាត់ចែងវាកន្លែងហ្នឹងនឹងស្អាតមានរបៀបហើយវាទៅវាជាមានសភនភាពបែបមួយផ្សេងទៀតដែលយើងគួរឲ្យចង់រស់នៅតែធ្វើឲ្យតំបន់កន្លែងយើងហ្នឹងគឺមានក្តីសុខតែម្ដងចា៎បង្កើនការលក់ 20% ជាមួយ K-Store App by BZ Viser ជាមួយនឹងមុខងារដែលមានភាពតាក់ទាញជាច្រើនប្រភេទផ្សេងៗគ្នាដូចជាកាតសមាជិក Digital ដោយមិនប្រើកាតឬហៅលេខទូរស័ព្ទតាមដានពិន្ទុសន្សំនិងបដូររង្វាន់នៅក្នុង App ផ្ដល់អត្ថប្រយោជន៍រាល់ពេល Top Up នៅក្នុង e-wallet គ្រប់គ្រង promotion ដ៏ច្រើនសម្បូរបែបដោយស្វ័យប្រវត្តិ Digital Coupon ដែលមានភាពបត់បែនមុខងារទាំងអស់នេះអតិថិជនរបស់អ្នកអាចប្រើប្រាស់បានដោយគ្រាន់តែធ្វើការ scan អ្នកក៏អាចធ្វើការលក់ទំនិញតាម K-Store App ដោយមិនចាំបាច់ចំណាយកម្រៃជើងសារសូម្បីតែមួយសេនអ្វីដែលពិសេសមួយទៀតនោះ K-Store App នឹងធ្វើការ integrate ជាមួយនឹង Easy Accounting Software Easy Warehouse and Easy POS ដោយស្វ័យប្រវត្តិតាក់ទងមកពួកយើងនៅពេលនេះដើម្បីបង្កើនការលក់របស់អ្នក 20% ជាមួយនឹង K-Store App by BZ Viser